សូមគោរពក៏ដូចជាជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរគឺជាវីដេអូទី2នៃ podcast របស់យើងចំណែកការថ្ងៃនេះខ្ញុំក៏មានសាច់រឿងមួយរឿងដែលខ្ញុំទទួលបានពីបងប្អូនប្រុសបារងដែលសាច់រឿងមួយហ្នឹងគឺពិសេសមែនទែនហើយតាមពិតទៅគាត់ឲ្យរឿងខ្ញុំរហូតដល់3សាច់រឿងបងប្អូនទាំងគ្នាប៉ុន្តែអីដែលខ្ញុំស្រឡាញ់គឺសាច់រឿងទី3របស់គាត់ដែលពាក់ព័ន្ធជាមួយនឹងគាត់ទៅទិញរបស់ដូចជាចាស់កាច់ពីគ្រូម្នាក់អញ្ចឹងណាប៉ុន្តែមុននឹងចូលទៅកាន់វីដេអូខ្ញុំក៏សូមនិយាយបន្តិចដែរអាចថានិយាយលេងជាមួយបងប្អូនបន្តិចទៅដោយសារនេះគឺជាវីដេអូទី2ហើយខ្ញុំផលិតវីដេអូនេះមកដោយសារតែថ្ងៃស្អែកជាថ្ងៃខួបកំណើតរបស់ខ្ញុំអញ្ចឹងខ្ញុំគិតថាថតវីដេអូនេះមួយគឺជាកាដូសម្រាប់ខ្លួនឯងក៏ដូចជាឲ្យបងប្អូនបានស្ដាប់កម្សាន្តដែរហើយបងប្អូនអាចជូនពរខ្ញុំបានទៅក្នុង comment ហើយមួយទៀតបងប្អូនដែលទើបតែចូលមកស្ដាប់នៅក្នុង channel នេះថ្មីថ្មោងកុំភ្លេចជួយចុច subscribe ផង channel នេះវាបង្កើតឡើងមកថ្មីអញ្ចឹងក៏ត្រូវការបងប្អូនទាំងអស់គ្នាចូលរួមដែរមួយវិញទៀតបងប្អូនក៏អាចឧបត្ថម្ភ admin ទៅតាមរយៈQR code FA ចាំ admin ដាក់នៅលើវីដេអូដោយសារតែ channel នេះមួយ admin ធ្វើមកអត់មានបានប្រាក់កម្រៃទេដោយសារតែការស្រឡាញ់ផងអញ្ចឹង admin ក៏លើកកាមេរ៉ាលើកឲ្យយកមកថតចឹងទៅសូម្បីតែកាមេរ៉ាថតនេះក៏អត់សូវច្បាស់ដែរអញ្ចឹងយើងកុំទៅណាឆ្ងាយអីយើងចូលមកកាន់សាច់រឿងរបស់យើងមកដើម្បីកុំឲ្យបងប្អូនបានធុញដោយសារបងប្អូនចុចនេះគឺអីសំខាន់គឺចង់ស្ដាប់ទៅលើវីដេអូផុតប្របរងបានឲ្យសាច់រឿងមួយដែលពាក់ព័ន្ធជាមួយនឹងរឿងដែលការដែលគាត់មានអាយុ10ឆ្នាំហើយគាត់រស់នៅខេត្តគាត់នៅពេលដែលគាត់មានអាយុ10ឆ្នាំគាត់ជាមនុស្សដែលចូលចិត្តចង់ដឹងចង់អីទៅលើរឿងទាក់ទងនឹងវត្ថុគេហៅថាវត្ថុស័ក្តិសិទ្ធិក៏ដូចជាវត្ថុដែលចម្រើនការរកស៊ីចម្រើនសេចក្តីសុខគាត់ក៏បានចាប់អារម្មណ៍ទៅលើគ្រូម្នាក់ហើយណាមួយគាត់ចង់បានដោយសារតែគាត់អាយុ10ឆ្នាំគាត់ខ្លាចមានរឿងមានអីដែរគាត់ក៏បានទៅជាវគ្រូម្នាក់នៅពេលដែលគាត់បានទៅគាត់ក៏បានរបស់ពីរទី1ជាចែកកាច់ហើយមួយទៀតគឺជាកាក់ប៉ុន្តែនៅក្នុងចែកកាច់ហ្នឹងក៏មានរូបតាឥសីដែរមានរូបតាឥសីហើយកាក់ក៏មានដូចគ្នាបន្ទាប់ពីគាត់បានរបស់ទាំងអស់ហ្នឹងគាត់ក៏ត្រូវមករស់នៅភ្នំពេញជាមួយនឹងមីងរបស់គាត់ក៏បានចាក់ចេញពីខេត្តគាត់មកបន្តការសិក្សានៅភ្នំពេញនៅពេលដែលគាត់បានធ្វើដំណើរមកដល់ភ្នំពេញគាត់ក៏បានមកស្នាក់នៅជាមួយនឹងមីងរបស់គាត់ហើយគាត់ក៏បានចុះឈ្មោះចូលរៀនសាលាថ្មីដើម្បីបន្តការសិក្សារបស់គាត់ដែរនៅពេលដែលគាត់បានចុះឈ្មោះនៅសាលាមួយតែខ្ញុំអត់ហ៊ានបញ្ចេញឈ្មោះទេគាត់ក៏បានរៀននៅទីហ្នឹងហើយគាត់ក៏បានទៅរៀនទៅគាត់ក៏ចាប់ផ្ដើមមានមិត្តភ័ក្តិមានអីហើយអ្វីដែលគាត់បានជឿមកពីគ្រូក៏គាត់យកមកពាក់នៅនឹងកអញ្ចឹងណាដែលមានចាស់កាច់ក៏ដូចជាកាក់ដែលគាត់បានជឿយកមកនឹងឯងគាត់ក៏ពាក់ទៅសាលាអីធម្មតាទៅរៀនទៅអីចឹងទៅហើយគាត់គិតថាអ្នកដែលនៅពេញក៏ដូចជាអ្នកសកលគាត់ហ្នឹងគេប្រហែលជាមិនជឿទៅលើរឿងចាស់កាច់ក៏ដូចជាកាក់អីហ្នឹងទេគាត់គិតថាគេជាអ្នកពេញប៉ុន្តែពេលដែលគាត់បានស្គាល់ជាមួយនឹងមិត្តភ័ក្តិម្នាក់គេហ្នឹងក៏ជាមនុស្សដែរដឹងទៅលើរឿងទាំងអស់ហ្នឹងដែរពីដំបូងឡើយហ្នឹងបងប្រុសបារងគាត់ក៏ទៅនិយាយលេងអីជាធម្មតាទេតែដល់ពេលដែលនិយាយចុះនិយាយឡើងក៏មិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតហ្នឹងគេក៏បានសួរនាំគាត់ថាតើចកាច់ទឹកបានមកពីណាហើយកាក់នឹងបានមកពីណាដោយសារតែគេក៏ចាប់អារម្មណ៍ទៅលើរឿងទាំងអស់ហ្នឹងដែរចំពោះបងប្រុសបារងបន្ទាប់ពីគាត់បានឮបែបហ្នឹងក្នុងចិត្តរបស់គាត់គិតទៅដូចដែលខ្ញុំនិយាយចឹងគាត់គិតថាអ្នកអំពេញគេជឿទៅលើរឿងទាំងអស់ហ្នឹងដែរមែនមិត្តភ័ក្តិរបស់គាត់ក៏បានសួរចឹងទៅហើយបងប្រុសបារងគាត់អត់លាក់បាំងអីទេគាត់និយាយថាគាត់បានជឿរបស់ទាំងអស់ហ្នឹងមកពីគ្រូម្នាក់និយាយចុះនិយាយឡើងក៏មិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតហ្នឹងគាត់ក៏បាននិយាយថាគ្រួសាររបស់គាត់ហ្នឹងក៏ជឿទៅលើរឿងទាំងអស់ហ្នឹងដែរហើយគាត់ក៏មានរបស់មួយយ៉ាងដែលវាស័ក្តិសិទ្ធិក៏ដូចជាអ្នកផ្ទះរបស់គាត់គ្រប់បូជាមែនទែនទៅលើអាគ្រឿងទាំងអស់ហ្នឹងណាគ្រាន់តែឮបែបហ្នឹងបងប្រុសបារងគាត់ក៏ចាប់ផ្ដើមចាប់អារម្មណ៍ដោយដែលខ្ញុំបាននិយាយចឹងថាបងប្រុសបារងគាត់ជាមនុស្សដែលស្រឡាញ់ទៅលើរបស់ទាំងអស់ហ្នឹង
គ្រាន់តែគាត់ឮគេនិយាយហ្នឹងគឺគាត់ចង់ដឹងចង់ឃើញថាតើរបស់ហ្នឹងវាមានអានុភាពអីវាមានរដ្ឋអំណាចអីទៅមិត្តភក្តិរបស់គាត់ក៏បាននិយាយថាវត្ថុដែលគាត់ក៏ដូចជាក្រុមគ្រួសារគាត់គោរពហ្នឹងគឺជាប្រភេទភ្លុកដំរីប៉ុន្តែជាប្រភេទនៅខាងចុងរបស់វាដែលជាមកកណាត់ខាងចុងណាបន្ទាប់មកបងប្រុសបរោះហ្នឹងក៏សួរទៅកាន់មិត្តភក្តិរបស់គាត់ថាតើរបស់ទាំងអស់ហ្នឹងក្រុមគ្រួសាររបស់ឯងបានមកពីណាមិត្តភក្តិរបស់គាត់ហ្នឹងក៏តបថាតាមពិតទៅគាត់មានពូម្នាក់ពូរបស់គាត់ហ្នឹងជាមនុស្សដែរចូលចិត្តដើរព្រៃមែនទែនហើយថ្ងៃមួយពូរបស់គាត់ក៏បានចូលទៅក្នុងព្រៃពូរបស់គាត់ក៏បានជួបជាមួយនឹងព្រះសង្ឃទុដងមួយអង្គហើយព្រះសង្ឃហ្នឹងគាត់ក៏មានសោកដីកាមកកាន់ពូរបស់គាត់ហ្នឹងថាយករបស់នេះអត់ព្រះសង្ឃហ្នឹងគាត់ឲ្យពូរបស់គាត់ឃើញអញ្ចឹងក៏គិតថាប្រហែលជាខ្លួនមាននិស្ស័យជាមួយនឹងព្រះអង្គហើយបានព្រះអង្គឲ្យពូរបស់គាត់ក៏បានទទួលពីព្រះសង្ឃទុដងមួយអង្គហ្នឹងប៉ុន្តែព្រះសង្ឃក៏មានសង្ឃដីកាដែរថារបស់ទាំងអស់ហ្នឹងយកមកគឺយកមកគោរពបូជាកុំយកទៅប្រព្រឹត្តនៅក្នុងផ្លូវខុសពូរបស់គាត់ក៏បានរបស់ទាំងអស់ហ្នឹងយកមកដាក់នៅក្នុងផ្ទះក្រោយពីគាត់បានយករបស់ទាំងអស់ហ្នឹងយកមកដាក់ក្នុងផ្ទះគ្រួសាររបស់គាត់ក៏រស់នៅបានសុខសាន្តមែនទែនការរកស៊ីក៏វារលូនដែរហើយថ្ងៃមួយហ្នឹងពូរបស់គាត់ក៏ចង់ដឹងថាតើរបស់ដែលគាត់គ្រប់រាល់ថ្ងៃហ្នឹងវាជាអីអពិតប្រាកដតើវាមានយិនជាអីជាមេត្តាជាម្ចាស់ព្រៃជាទេវតាឬមួយក៏ពពួកផ្សេងទៀតពូរបស់គាត់ហ្នឹងពិតជាចង់ដឹងមែនទែនអញ្ចឹងពូរបស់គាត់ក៏យករបស់ដែលជាភ្លុកដំរីចុងរបស់វាហ្នឹងយកទៅវត្តមួយដែលមានប្រចាំអធិការដែលយើងអាចហៅថាលោកតាពូរបស់គាត់ក៏បានយករបស់ទាំងអស់ហ្នឹងយកទៅក៏ប្រចាំអធិការហ្នឹងព្រះអង្គគាត់ក៏យកមើលខ្ញុំបើសុំហៅលោកតាទៅដើម្បីឲ្យបងប្អូនសួរស្ដាប់ណាលោកតាគាត់ក៏បានយកមកមើលពេលដែលគាត់យកមកមើលគាត់ក៏មានសង្ឃដីកាថារបស់ទាំងអស់នេះគាត់មើលអត់ដឹងទេពូរបស់គាត់ក៏បាននិយាយទៀតថាព្រះអង្គក៏ដូចជាលោកតាមើលម្ដងទៀតមើលព្រះអង្គបច្ច័យអធិការគាត់ក៏លើកយកមកមើលពេលដែលយកមកមើលភ្លាមក៏សាបតែបច្ច័យអធិការហ្នឹងដាច់ផ្ងាតែម្ដងហាក់បីដូចជាមានអីរត់មកបុកបច្ច័យអធិការក៏មានសោកដីកាមកកាន់ពូរបស់មិត្តភក្តិដែលកំពុងតែនិយាយប្រាប់ជាមួយនឹងបងប្រុសបារងនេះក៏រត់មករបៀបថាដូចជាមានអីរត់មកបុកហើយព្រះអង្គក៏មានសន្និកាមកថារបស់ទាំងអស់នេះមើលអត់ដឹកទេញោមមើលរបស់ទាំងអស់នេះមិនធម្មតាទេមិនដឹងថាជាអីអពិតប្រាកដប៉ុន្តែដឹងថារបស់នឹងខ្លាំងពូរបស់គាត់នឹងក៏ត្រឡប់មកផ្ទះវិញហើយគ្រប់អីធម្មតាអត់មានអីទេគ្រប់អីធម្មតាហើយចំណែកឯរឿងរបស់ពូគាត់មានតែប៉ុណ្្នឹងបងប្អូនស្ដាប់ឲ្យតណាកុំឲ្យច្រឡំកលេចទៅកាន់បងប្រុសបារងគាត់កំពុងតែស្ដាប់មិត្តភក្តិរបស់គាត់និយាយហ្នឹងគាត់ពិតជាចង់ដឹងថាតើរូបរាងវាមិនតើរបស់ហ្នឹងវាមានរូបភាពមិនបានជាប្រកាសស័ក្តិសិទ្ធិម៉េចហើយក្នុងចិត្តរបស់គាត់ជាថាបើបានរបស់ទាំងអស់ហ្នឹងយកមកដាក់ក្នុងខ្លួនយកមកពាក់ក្នុងខ្លួនមិនដឹងជាល្អយ៉ាងម៉េចពេលហ្នឹងដែរបងប្រុសបដងហ្នឹងជាមួយនឹងមិត្តភក្តិរបស់គាត់ក៏បានបំបីគ្នាត្រឡប់ទៅផ្ទះរៀងខ្លួននៅពេលដែលបងប្រុសបដងទៅដល់ក្នុងផ្ទះគាត់ក៏មាននៅតែមានគិតថាគាត់ចង់ឃើញគាត់ចង់ឲ្យមិត្តភក្តិរបស់គាត់ហ្នឹងថតឲ្យមើលប៉ុន្តែមិត្តភក្តិរបស់គាត់ហ្នឹងអត់អាចថតបានទេដោយសារអាហ្នឹងយើងអត់ដឹងដែរថាតើរបស់ទាំងអស់ហ្នឹងវាមិនបានគេអត់អាចថតឲ្យយើងមើលឬមួយក៏របស់ហ្នឹងជារបស់ប្រចាំគ្រួសារគេអញ្ចឹងក៏អាចថាបានដែរគេអាចថតឲ្យយើងមើលទៅពីបានទេទៅប្រុសបារងហ្នឹងគាត់ចង់ដឹងមែនទែន
ហើយនៅក្នុងយប់ហ្នឹងពេលដែលគាត់ចូលគេហ្នឹងគាត់ក៏បានសុបិនឃើញថាគាត់នឹងបានជួបជាមួយនឹងលោកយាយម្នាក់ហ្នឹងអានេះនៅក្នុងយល់សពរបស់គាត់ហ្នឹងណាលោកយាយម្នាក់ហ្នឹងគាត់ក៏និយាយថាចាអាចារ្យឯងយកហឹបនេះទៅហឹបនេះមានកំពីមានអីនៅក្នុងនឹងចៅឯងយកទៅនិយាយឲ្យដោយសារតែតិចទៀតហ្នឹងចៅឯងនឹងជួបបញ្ហាផ្សេងទៀតអញ្ចឹងចៅឯងយករបស់ទាំងអស់នេះទៅប្រកាសជាជួយចៅឯងបានណានៅក្នុងសបិនរបស់គាត់ហ្នឹងក៏គាត់បានទទួលរបស់ទាំងអស់ហ្នឹងពេលដែលគាត់ទទួលទៅគាត់ក៏បានភ្ញាក់មកហើយគាត់ភ័យដែរនៅក្នុងសបិនរបស់គាត់ហើយអាចថាខ្ញុំនិយាយទៅវាមិនអាចដូចអីដែលគាត់និយាយប្រាប់ខ្ញុំទាំងអស់ទេដោយសាររឿងដែលគេឲ្យមកយើងក៏ភ្លេចអីតិចតួចដែរប៉ុន្តែខ្ញុំនឹងចាប់យកចំណុចសំខាន់រហូតដល់ព្រឹកស្អែកថ្ងៃទី2គាត់ក៏បានទៅនិយាយរឿងហ្នឹងជាមួយមិត្តភក្តិរបស់គាត់ទៀតនៅពេលដែលគាត់និយាយប្រាប់មិត្តភក្តិរបស់គាត់ទៅមិត្តភក្តិរបស់គាត់ហ្នឹងក៏ប្រាប់ថារបស់ទាំងអស់ហ្នឹងមិនមែនយើងមានចិត្តទោះយើងមានចិត្តថាចង់បានអីហ្នឹងមិនមែនចេះតែបានតាមតែចិត្តចង់យើងទេវាសិតតែជារបស់ដែលតើតអ្នកមាននិស័យមានអីបានគេអាចទទួលបានរបស់ទាំងអស់ហ្នឹងដល់ទៅផលបរោះហ្នឹងក៏បាននិយាយទៀតនិយាយចុះនិយាយឡើងក៏មិត្តភក្តិរបស់គាត់ហ្នឹងបាននិយាយទៅរឿងមួយទៀតគាត់ក៏បាននិយាយថាចេះកាលពូរបស់គាត់ហ្នឹងទៅធ្វើការនៅប្រទេសថៃពេលដែលគាត់ធ្វើការនៅប្រទេសថៃហ្នឹងគាត់អត់បាននេះទេគាត់អត់បានធ្វើដំណើរទៅតាមស្របច្បាប់ទេគាត់ធ្វើដំណើរតាមព្រំដែនណានៅពេលដែលធ្វើដំណើរទៅក៏កន្លែងប៉ូលីសឆៃឆេហ្នឹងគេក៏ចាប់បាននៅពេលដែលគេចាប់បានគេក៏បានឆែកទៅលើខ្លួនរបស់ពូគាត់គេចង់ដឹងថាមានរបស់មានអីលាក់លៀមអត់ដែលជាប៉ូលីសជនជាតិថៃហ្នឹងគេក៏បានចាប់ឆែកឆេមើលទៅហើយរបស់ដែលជាប្រភេទភ្លុកដំរីហ្នឹងគាត់ពាក់ជាប់នឹងករបស់គាត់ធម្មតាគេឆែកមកសតុះប៉ុន្តែមើលទៅប៉ូលីសរបស់ជនជាតិថៃហ្នឹងគេហាក់បីដូចជាអត់បានឃើញទៅលើភ្លុកដំរីដែលគាត់បានពាក់ហ្នឹងទេអញ្ចឹងចំណុចមួយហ្នឹងក៏បញ្ជាក់បានថារបស់ដែលពូរបស់គាត់ពាក់ហ្នឹងវាពិតជារបស់ដែលមានរដ្ឋអំណាចក៏ដូចជាវាស័ក្តិសិទ្ធិមែនតើហើយពូរបស់គាត់ក៏បានយករបស់ទាំងអស់ហ្នឹងពាក់ជាប់ខ្លួនរហូតចឹងទៅទោះបីជាពេលដែលគាត់នឹងត្រូវប៉ូលីសចាប់ក៏គេឆែកអត់ឃើញទៀតដល់ពេលទៅកន្លងមកទៀតពូរបស់គាត់ហ្នឹងហាក់បីដូចជាកាន់របស់ទាំងអស់ហ្នឹងលេខបានហើយរបៀបថាវាមានរឿងមួយចេះពូរបស់គាត់ហ្នឹងក៏ជាអ្នកដែលចូលចិត្តលេងល្បែងលេងអីផងដែរចឹងទៅគាត់ក៏បានយកភ្លុកដំរីចុងហ្នឹងគាត់យកទៅធ្វើជាក្របឡុកលាក់ក្លុកគាត់ក៏បានយកវាទៅធ្វើហើយនៅពេលដែលគាត់យកទៅធ្វើហ្នឹងបងប្អូននឹងបីអត់គាត់ឈ្នះលុយច្រើនមែនទែនប៉ុន្តែនេះជាសាច់គ្រឿងដែលបងប្រុសបារងគាត់ឲ្យខ្ញុំហើយមិនមែនខ្ញុំលើករឿងតែតាក់ទងលបែងមកនិយាយទេប៉ុន្តែដោយដែលខ្ញុំបាននិយាយចឹងដោយសារសាច់គ្រឿងហ្នឹងវាប្រតិជាមួយគ្នាចឹងក៏ខ្ញុំនិយាយទៅមិនខ្ញុំនិយាយជំរុញឲ្យបងប្អូនទៅលេងលបែងលេងអីណាអាហ្នឹងខុសច្បាប់បងប្អូនភ្លេចចាប់ពូរបស់គាត់ក៏យករបស់ទាំងអស់ហ្នឹងយកទៅរកស៊ីនៅក្នុងផ្លូវខុសនឹងឯងអញ្ចឹងបន្ទាប់ពីគាត់ត្រឡប់មកពីប្រទេសថៃវិញហ្នឹងគាត់ក៏មករស់នៅក្នុងទឹកដីខ្មែររបស់យើងវិញនៅពេលដែលគាត់មកដល់នៅក្នុងខ្មែរហ្នឹងគាត់ក៏បានយកក្របលុកឡាដែលគាត់យកទុកក្លុកក្នុងការរកស៊ីនៅប្រទេសគេហ្នឹងគាត់ក៏សម្រេចចិត្តថាយកមកឆ្នៃជារបស់ពាក់វិញគាត់ក៏យកវាហ្នឹងយកមកពាក់អីធម្មតាប៉ុន្តែខ្ញុំភ្លេចប្រាប់គាត់កាត់យកតាមមួយចំណែកទេយកទៅធ្វើក្របលុកឡាណាអញ្ចឹងវាក៏សល់ខ្លះដែរគាត់ក៏ពាក់ជាប់នៅនឹងក៏តែក៏ស្រាប់តែមានយប់មួយគាត់ក៏យករបស់ទាំងអស់ហ្នឹងទុកគាត់ក៏របៀបថាគាត់រវល់អីចឹងណាគាត់ក៏បានយករបស់ទាំងអស់ហ្នឹងទុកពេញមួយថ្ងៃចឹងទៅគាត់អត់បានចាប់អារម្មណ៍ចាប់អីទេរហូតដល់ល្ងាចឡើងគាត់ក៏សួរទៅកាន់អ្នកផ្ទះគាត់ថាមានឃើញខ្សែករបស់គាត់អត់មានឃើញបតោហ្នឹងអត់
អ្នកផ្ទះរបស់គាត់ក៏បាននិយាយថាអត់បានឃើញទេអត់ដឹងថាពូរបស់គាត់នឹងទុកនៅណាទេគឺអត់ដឹងទេពូរបស់គាត់ក៏បានវែកនៅក្នុងទូកៅផងកន្លែងគាត់ស្នាក់នៅផងហើយនិយាយទៅក្នុងមួយផ្ទះហ្នឹងពូរបស់គាត់វែករកមើលទាំងអស់ប៉ុន្តែពូរបស់គាត់អត់អាចរកឃើញទេអត់ដឹងថាវាមិនប៉ុន្តែគាត់ចាំបានថាគាត់ទុកនៅត្រង់ចំណុចមួយតែគាត់អត់អាចរកឃើញដល់ទៅក៏ពូរបស់គាត់ហ្នឹងក៏រៀងពិបាកចិត្តដែរដោយសាររបស់ទាំងអស់ហ្នឹងរបៀបថាធ្លាប់តែជួយគាត់រហូតមកដល់ពេលគាត់បាត់ធ្វើឲ្យគាត់ពិបាកចិត្តដែរទៅពូរបស់គាត់ហ្នឹងយូរទៅគាត់ក៏ភ្លេចអារឿងទាំងអស់ហ្នឹងរហូតក៏ទៅដល់ថ្ងៃមួយទៀតហ្នឹងត្រូវជាប្អូនប្រុសរបស់ពូគាត់ហ្នឹងក៏បានមកផ្ទះហ្នឹងពេលដែលគាត់មកក៏ស្រាប់តែគាត់បានឃើញអាខ្សែកក៏ដូចជាក្របលោកលាក់ដែលបងប្រុសរបស់គាត់ហ្នឹងបាត់ហ្នឹងហើយគាត់ក៏បានជឿថាហើយរបស់ទាំងអស់នេះឮថាបងបាត់ទេហើយលើមិនបានមកឃើញនៅកន្លែងកៅអៅនេះវិញធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺឆ្ងល់មែនទែនកាលពេលដែលបាត់បងប្រុសរបស់គាត់ហ្នឹងបានដើររកទៀតតែរកវាអត់ឃើញអញ្ចឹងពេលដែលបងប្រុសរបស់គាត់បានយកបតោងខ្សែកហ្នឹងមកបងប្រុសរបស់គាត់គឺគិតថាផាជារបស់ហ្នឹងវាចង់នៅជាមួយនឹងបងប្រុសរបស់គាត់ហើយបន្ទាប់មកបងប្រុសរបស់គាត់ក៏បានបកគលច្រឡំបន្ទាប់មកក៏បងប្រុសរបស់គាត់ហ្នឹងបកគលរបស់ទាំងអស់ហ្នឹងឲ្យទៅកាន់ប្អូនរបស់គាត់មកទៅដោយសារគាត់មើលទៅប្រហែលជារបស់ទាំងអស់ហ្នឹងចង់នៅជាមួយបងប្រុសគាត់ហើយបន្ទាប់មកទៀតបងប្រុសរបស់គាត់ក៏បានយកវាទៅពាក់ជាប់ខ្លួនអីចឹងទៅបងប្រុសរបស់គាត់ក៏សុខសប្បាយអីចឹងណាអញ្ចឹងនៅក្នុងថ្ងៃទី2ហ្នឹងដែលមិត្តភ័ក្តិរបស់គាត់បាននិយាយប្រាប់ជាមួយនឹងប្អូនប្រុសបារងគាត់ក៏គិតថាប្រហែលជារបស់ហ្នឹងគឺរបៀបថាវាស័ក្តិសិទ្ធិមែនទែនហ្មងហើយគាត់រត់តែចង់ឃើញទៅលើរូបដែលមិត្តភ័ក្តិរបស់គាត់បាននិយាយនឹងថាតើវាមានរូបរាងយ៉ាងម៉េចទៅក៏មិត្តភ័ក្តិរបស់គាត់នៅតែនិយាយដដែលអញ្ចឹងទៅថាគាត់អត់អាចថតបង្ហាញបានទេដោយសាររបស់នេះជារបស់គ្រួសារណាមួយឥឡូវនេះវានៅពូរបស់គាត់ម្នាក់ទៀតដែលត្រូវជាបងប្រុសអញ្ចឹងណាបងប្រុសរបស់ពូគាត់បងប្អូនព្យាយាមស្ដាប់តិចណាប្រយ័ត្នច្រឡំទៅនៅក្នុងថ្ងៃទី2ហ្នឹងក៏បងប្រុសបារងហ្នឹងគាត់ក៏ទៅផ្ទះសម្រាប់ឲ្យធម្មតាគាត់ក៏បន្ទាប់ពីបានបាយហើយជាមួយមីងរបស់គាត់ក៏បានចូលទៅសម្រាប់នៅក្នុងយប់ទី2ហ្នឹងគាត់ក៏បានយល់សពឃើញទៀតគាត់បានថាគាត់យល់សពដោយខ្លួនគាត់នៅក្នុងព្រៃអញ្ចឹងណាគាត់បានយល់សពឃើញហើយគាត់បានឃើញយាយម្នាក់ហ្នឹងដូចនៅក្នុងយប់ទី1របស់គាត់ទៀតហើយក៏បានបន្ថែមថានៅក្នុងយល់សពរបស់គាត់ហ្នឹងវាដូចពិតឆាណាបងប្អូនដូចពិតមែនទែនគាត់បានប្រាប់សេចក្ដីខ្ញុំថានៅយប់ទី2ហ្នឹងគាត់សប្បន្នឃើញយាយហ្នឹងទៀតយាយហ្នឹងក៏បានយកអាហឹបដែលបានឲ្យទៅកាន់គាត់នៅក្នុងយប់ទី1ហ្នឹងយកមកទៀតហើយគាត់បាននិយាយថារបស់ទាំងអស់នេះចាក់ឯងយកទៅជួយការពារចាក់ឯងខ្លាំងណាស់គាត់និយាយដូចជាយប់ទី1អញ្ចឹងប៉ុន្តែដោយសារក្នុងយប់ហ្នឹងវាចម្លែកណាបងប្អូនមានចាំទេថាប្អូនប្រុសហ្នឹងគាត់ក៏មានចែកកាច់របស់គាត់ដែរគាត់មានចែកកាច់របស់គាត់ថាពេលដែលគាត់យកសពហ្នឹងចែកកាច់របស់គាត់ហ្នឹងដូចមានអីថាវាសន្ធិដ្ឋនៅក្នុងហ្នឹងវារើវាល្បិចថាល្បិចមាននៅលើទ្រូងរបស់គាត់អញ្ចឹងណាអានេះអីដែលគាត់បានចែករំលែកមកកាន់ admin ហើយ admin និយាយតាមគាត់អញ្ចឹងនៅក្នុងសបិនរបស់គាត់ហ្នឹងក៏ស្រាប់តែយាយចាស់ហ្នឹងឲ្យហឹបមកគាត់ទៀតហើយការយប់ទី1គាត់អត់បានបើកមើលទេថាក្នុងហឹបហ្នឹងមានអីប៉ុន្តែស្រាប់តែយប់ទី2នៅក្នុងសបិនរបស់គាត់ហ្នឹងគាត់ក៏បានបើកហឹបហ្នឹងមើលនៅពេលដែលគាត់បានបើកហឹបហ្នឹងបងប្អូនដឹងថាស្អីគេនៅក្នុងហឹបហ្នឹងអត់ក៏បាននិយាយថាគឺសុទ្ធតែម្រាមដៃហ្មងម្រាមដៃរបៀបជាកណាត់នៅក្នុងហឹបហ្នឹងពេលដែលគាត់បានឃើញអាហ្នឹងគាត់ក៏បានងើយទៅមើលយាយចាស់នៅក្នុងយុទ្ធសបិនរបស់គាត់ហ្នឹងគាត់បានងើយមើលទៅសាប់ឲ្យយាយហ្នឹងលើពីថារូបរាងរបស់គាត់វាដូចធ្មប់ចឹងណាបងប្អូនដូចធ្មប់ហើយគាត់នៅក្នុងសបិនគឺភ័យខ្លាចមែនទែនគាត់មើលទៅវាដូចជាធ្មប់ហើយ
និយាយចំហ្នឹងចាប់ដើមស្រែរបៀបថាសោកហាចឹងទៅក៏ស្រាប់តែអីដែលកំពុងតែគាត់ឃើញហ្នឹងក៏ស្រាប់តែមានតាចាស់ម្នាក់ដែលជាប្រភេទដែលជាតែស្អីហ្នឹងគាត់ស្លៀកពាក់សស្លៀកពាក់អីមានគ្រឿងណាំអីដូចតែស្អីគេឬអីចឹងគេគាត់និយាយថាតែស្អីហ្នឹងក៏ធ្វើការរបៀបថាសឹកអាគមបងប្អូនខ្ញុំនិយាយច្រើនហ្នឹងខ្លាចតែបងប្អូនមិនជឿតែអានេះអីដែលគាត់បាននិយាយមកគាត់ថាសឹកអាគមនេះមានសត្វខ្លាមានអីប្រយុទ្ធទៅមកទៅក៏និយាយចាស់ម្នាក់ហ្នឹងក៏បានមកលេបបាត់ហើយតែស្អីហ្នឹងក៏បាននិយាយថាដោយសារតែអាចៅឯងហ្នឹងរបៀបថាតាមាននិស្ស័យជាមួយបើតាចេញមកជួយបើសិនម្លេះប្រហែលជាចៅឯងអត់ដឹងនិយាយទៅអាចនឹងអស់ជីវិតផលប្របរាណហ្នឹងគាត់បាននិយាយថាក្នុងសបិនហ្នឹងគាត់ឃើញអារូបភាពទាំងអស់ហ្នឹងដូចពិតចឹងដល់ទៅតែឥសីហ្នឹងក៏បានបន្តទៀតថាដោយសារតែចៅឯងហ្នឹងដែលមានអាយុជីវិតដូចជាមានរិស័យខ្ពស់ដែរបានតាចេញមកជួយបានកុំមីហ្នឹងគឺតាមិនហ៊ាននិយាយទេប្រហែលជាប៉ះពាល់ដល់អាយុជីវិតក៏អាចថាបានដែរដល់ពេលទៅក៏គាត់ក៏បានភ្ញាក់ពីដេកចឹងណាគាត់ភ័យផងបែកញើសផងនៅទាំងកណ្ដាលយប់នឹងឯងហើយគាត់បងប្អូនចាំហ៎ថាចែកកាច់របស់គាត់មានរូបតាឥសីដែលខ្ញុំបាននិយាយពីដើមសាច់រឿងហ្នឹងអញ្ចឹងបងប្រុសហ្នឹងគាត់គិតថាប្រហែលជារបស់ដែលគាត់ពាក់ហ្នឹងចេញមកជួយគាត់ហើយនៅក្នុងយប់មិញដោយសារតែគាត់និយាយពាក់ព័ន្ធជាមួយនឹងរឿងតទៅនឹងភ្លុកតម្រៃជាមួយមិត្តភ័ក្តិរបស់គាត់អញ្ចឹងទៅគាត់ក៏គិតថារបស់ដែលគាត់បានជីវពីគ្រូហ្នឹងពិតជាជួយគាត់ពិតមែនរហូតដល់ថ្ងៃទី3បងប្អូនចូលដល់ថ្ងៃទី3ហើយគាត់ក៏បានយកអារឿងទាំងអស់ហ្នឹងយកទៅប្រាប់មិត្តភ័ក្តិរបស់គាត់ថាគាត់បានសម្បត្តិឃើញអារឿងហ្នឹងពីយប់ហើយទៅមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏បានសួរថាតើមិនបានទៅសម្បត្តិឃើញរឿងអាក្រក់ម៉េចបងប្រុសបារហ្នឹងក៏បាននិយាយថាគាត់គិតក្នុងចិត្តទេណាគាត់គិតថាប្រហែលជាដោយសារតែខ្លួនឯងហ្នឹងចង់បានរបស់មួយដែលមិត្តភ័ក្តិរបស់គាត់បាននិយាយហ្នឹងបានគាត់ទៅជួបអារឿងទាំងអស់ហ្នឹងដល់ទៅក៏មិត្តភ័ក្តិរបស់គាត់ហ្នឹងប្រាប់ថាជប់គិតពីអារបស់ទាំងអស់ហ្នឹងទៅព្រោះគាត់នៅតែនិយាយដដែលអញ្ចឹងថាអារបស់ទាំងអស់ហ្នឹងមានគេតាមថែរក្សាមានអីហើយគឺតតែមនុស្សមានបុណ្យមានកុសលមានអីដែរមាននិស្ស័យដែរបានណាវាមិនមែនចេះតែបានទេទៅបងប្រុសបារងគាត់ក៏ចប់រឿងនឹងជាមួយនឹងមិត្តភ័ក្តិរបស់គាត់រហូតដល់ប្រហែលជាមួយខែក្រោយគាត់ក៏នៅតែរៀននៅក្នុងសាលានឹងដែរទេគាត់ក៏បានមកជួបជាមួយនឹងពូសានសុកម្នាក់ពូសានសុកហ្នឹងពេលដែលឃើញបងប្រុសបារងគាត់ពាក់ចាកាតពាក់អីចឹងណាគាត់ក៏បានបបួលនិយាយលេងពីនេះពីនោះចឹងទៅពូសានសុកហ្នឹងគាត់ក៏បាននិយាយថាគាត់ក៏ជឿទៅលើអារឿងទាំងអស់ហ្នឹងដែរគាត់ពិតជាជឿមែនហើយគាត់ក៏បាននិយាយសាច់គ្រឿងហ្នឹងប្រាប់ថាគាត់ហ្នឹងក៏មានរបស់មួយប្រចាំខ្លួនដែរគឺតកតងជាមួយនឹងចង្កូមខ្លាហ្នឹងបានជួយគាត់ខ្លាំងមែនទែនមិនថាទៅលើក្រុមគ្រួសាររបស់គាត់ឬមួយក៏អ្នកផ្ទះរបស់គាត់ដែរទេសូម្បីតែគាត់ក៏ដូចគ្នាគាត់ក៏បាននិយាយថាចកាច់ហ្នឹងគឺបានមកពីមនុស្សម្នាក់ចឹងទៅគាត់ក៏យកវាមកគ្រប់ថែរក្សាទៅបងប្រុសបារងហ្នឹងគ្រាន់តែបានឮថាចកោមខ្លាចកោមអីទៀតគាត់ជាមនុស្សដែលជឿបងប្អូនជាមនុស្សដែលគាត់មិនតែគាត់ជឿអីងប់ងល់ខ្លាំងទេគាត់ថាគាត់ស្រឡាញ់ទៅលើរបស់ទាំងអស់ហ្នឹងបងប្អូនចូលតែគិតថាយើងស្រឡាញ់ទៅលើរបស់ទាំងអស់ហ្នឹងគាត់ក៏បានសួរនាំចុះចំណានឡើងនៅក្នុងចិត្តរបស់បងប្រុសបារងហ្នឹងគាត់ចង់បានទៀតដែរគាត់ចង់បានទៅលើចកោមខ្លាហ្នឹងមែនទែនគាត់ចង់បានដោយសារគាត់គិតថាបើបានរបស់ទាំងអស់ហ្នឹងមកពាក់លើខ្លួនមិនដឹងល្អមិនទេអញ្ចឹងពូសានសុកហ្នឹងគាត់ក៏និយាយមួយរឿងហោហាច្រើនមែនទែនដែរពាក់ព័ន្ធជាមួយនឹងចកោមខ្លាដែលគាត់បានពាក់ហ្នឹងគាត់បាននិយាយថារបស់ហ្នឹងជួយគាត់មិនហើយជួយបងប្អូនគាត់មិន
ហើយអ្នកដែលបានរបស់ទាំងអស់ហ្នឹងមិនគិតឲ្យគាត់និយាយទាំងអស់ហ្នឹងតែធ្វើឲ្យបងប្អូនហ្នឹងគាត់ចង់បានទៅលើរបស់ទាំងអស់ហ្នឹងទៀតដល់ពេលទៅក៏បងប្អូនហ្នឹងគាត់ក៏ប្របែកគ្នាជាមួយនឹងពូសានសុកហ្នឹងគាត់ទៅផ្ទះវិញដល់ពេលថាគាត់ទៅផ្ទះរបស់គាត់ទៅដូចសពម្ដងគាត់មករៀនអីចឹងទៅនៅពេលហ្នឹងគាត់ក៏បានហូបបាយហូបអីជាមួយមីងរបស់គាត់ហើយគាត់ក៏ឡើងទៅសម្រាគាត់ក៏ចាប់ផ្ដើមមកសុបបានឃើញទៀតដែរប៉ុន្តែម្ដងនោះអត់ដូចសាច់គ្រឿងមុនដែលគាត់បាននិយាយជាមួយមិត្តភក្តិរបស់គាត់ទីគាត់បានសុបបានឃើញថាមានសត្វខ្លាមួយក្បាលធំមែនទែនសត្វខ្លាមួយក្បាលនោះធំមែនទែនវាប្រុងចេញមករបៀបថាចង់ស្លាប់ប្រកាន់គាត់ណាបងប្អូនសត្វខ្លាហ្នឹងវាបានចេញមកហើយគាត់ភ័យមែនតើនៅក្នុងសបិនរបស់គាត់នឹងគាត់ភ័យយកតែមែនតើមកទៅក៏ស្រាប់តែគាត់បានឃើញតែស្អីដែលគាត់បានឃើញការពីយប់ទី2បានឃើញទៀតតែស្អីហ្នឹងក៏បាននិយាយថាអើយគាត់ចេញមកជួយទៀតហើយដោយសារចៅឯងហ្នឹងមានខ្សែជាមួយតាអញ្ចឹងតាក៏ចេញមកជួយទៀតហើយទៅតាហ្នឹងគាត់ក៏ប្រយុទ្ធអីជាមួយនឹងសត្វខ្លាហ្នឹងហើយខ្ញុំនិយាយដដែលចឹងខ្ញុំខ្លាចតែបងប្អូនមិនជឿអីដែលគាត់និយាយមកអញ្ចឹងបើបងប្អូនមិនជឿទេបងប្អូនចាត់ទុកថាជារឿងមួយដែលខ្ញុំនិយាយស្ដាប់ឲ្យបងប្អូនស្ដាប់កំសាន្តចុះដោយសារតែឲ្យតែរឿងពាក់ព័ន្ធជាមួយនឹងវត្ថុរបៀបថាចែកកាច់អីហ្នឹងហើយនឹងរឿងក្នុងព្រៃវាសិតសឹងតែជារឿងដែលយើងមិនអាចនឹកស្មានដល់តែបើសិនជាបងប្អូនក៏ដូចជាលោកតាពូមីងណាដែលគាត់ធ្លាប់ជួបធ្លាប់អីពេលដែលនិយាយអញ្ចឹងប្រកាសជាគាត់ជឿទៅលើរឿងទាំងអស់ហ្នឹងឥឡូវយើងក្លែងទៅកាន់បងប្រុសបរោះហ្នឹងវិញបន្ទាប់ពីគាត់បានសបិននៅថ្ងៃទី3របស់គាត់ថ្ងៃលើកទី3ជាស្រ័យបងប្អូនលើកទី3របស់គាត់ហ្នឹងគាត់ក៏បានយករឿងទាំងអស់ហ្នឹងយកទៅនិយាយជាមួយនឹងពូសាន់សុកទៀតគាត់បាននិយាយថាយប់មិញហ្នឹងគាត់យល់សោកឃើញខ្លាមករបៀបថាចង់វាប្រហារគាត់អាក្នុងសបិនរបស់គាត់ហើយដល់ទៅក៏ពូសាន់សុកហ្នឹងគាត់និយាយថាប្រហែលជាអីដែលបាននិយាយគ្នាកាលពីម្សិលមិញហើយពូហ្នឹងក៏បាននិយាយទៀតថារបស់ខ្លះយើងកុំគិតទុកក្នុងចិត្តអីដោយសាររបស់ហ្នឹងគេមានមនុស្សថែរក្សាមានអីគេហើយមិនមែនយើងយកមកនិយាយបានទេទៅបងប្រុសបរោះហ្នឹងគាត់ក៏បានយល់ដែរថាវាប្រកាសជាអញ្ចឹងសូម្បីតែរបស់ដែលនៅក្នុងខ្លួនរបស់គាត់ហ្នឹងក៏តតែជាមនុស្សដែរមាននិស្ស័យមានអីដែរប៉ុន្តែបងប្រុសបរោះហ្នឹងគាត់អត់បាននិយាយក្នុងចិត្តរបស់គាត់ទេថាគាត់ចង់បានដែលជាចកូនខ្លាហ្នឹងពីពូសាន់សុកហ្នឹងគាត់ចង់បានមែនទែនទៅក្នុងចិត្តរបស់គាត់ហ្នឹងនៅតែមានការចង់បានហ្នឹងទៀតខ្ញុំក៏កាត់សាច់គ្រឿងមកទៅខ្ញុំអត់ចង់និយាយវាឆ្ងាយទេនៅក្នុងក៏បន្តមកទៀតយកសពរបស់គាត់ហ្នឹងអាចថាលើកទី2ចុះលើកទី2ដែលគាត់បានយកសពឃើញសត្វខ្លាហ្នឹងទៀតគាត់ម្ដងហ្នឹងគឺគាត់យកសពអាក្រក់មែនទេគាត់ថាសត្វខ្លាហ្នឹងមកវាប្រហារគាត់ផងថៃតែពេលតែតាអ៊ីសីហ្នឹងចេញមកជួយគឺជួយអត់បានទេតែអ៊ីសីក៏ជួយអត់បានទៀតដូចក្នុងសុបិនរបស់គាត់ហ្នឹងបងប្អូនក៏ជួយអត់បានទៀតដល់ទៅគាត់ក៏ព្យាពីដេកចឹងទៅរហូតដល់ថ្ងៃដែលគាត់ទៅរៀនទៀតគាត់ក៏បានយករឿងទាំងអស់ហ្នឹងនិយាយជាមួយនឹងពូសាន់សុកទៀតគាត់និយាយទៅក៏ពូសាន់សុកហ្នឹងគាត់បានសួរថាតើអូនឯងហ្នឹងមានបាននឹកឃើញដូចជាចង់បានរបស់ដែលគាត់បាននឹងនិយាយអត់ព្រោះប្រវត្តិគាត់និយាយថាគាត់ក៏មានចិត្តចង់បានរបស់ទាំងអស់ហ្នឹងដែរទៅពូសាន់សុកហ្នឹងគាត់ក៏និយាយថាល្អទាំងអស់ហ្នឹងដូចគាត់និយាយចឹងវាមិនចេះតែបានតាមចិត្តបានអីទេវាតតែមនុស្សដែលមាននិស្ស័យមានអីចឹងតែព្រោះប្រវត្តិគាត់ក៏ចាប់ផ្ដើមយល់ទៅលើរឿងទាំងអស់ហ្នឹងហើយថារបស់ខ្លះតតែមាននិស្ស័យមានអីចឹងទៅបានអាចយកវាមកប្រើក៏ដូចជាគេតាមថែរក្សាយើងណាហើយខ្សែរឿងរបស់គាត់ខ្ញុំនិយាយនេះចាប់យកតែចំណុចសំខាន់ទេបងប្អូនហើយខ្សែរឿងរបស់គាត់ទី3នេះគឺមានតែប៉ុណ្្នឹងខ្ញុំអត់អាចនិយាយបានទាំងអស់ដោយសារខ្ញុំបានប្រាប់បងប្អូនតាំងពីដើមចឹងរឿងនេះគេឲ្យហ្នឹងពេលខ្លះខ្ញុំអាចនិយាយទៅវារបៀបថាផ្លិចកន្លែងណាមួយចឹងណាប៉ុន្តែខ្ញុំយ៉ាងណាក៏ខ្ញុំបានចុចយកចំណុចសំខាន់ហ្នឹងមកដែរហើយមកពេលនេះប្រហែលជា2 ដល់10ចូលចិត្ត1យប់បាត់ហើយ
ចូលបានថតហើយជាវីដេអូហ្នឹងចេញពេលព្រឹកបងប្អូនខ្ញុំនៅកាត់អីតិចតួចអញ្ចឹងយើងត្រឡប់មកវិញបន្ទាប់ពីបងប្អូនស្ដាប់រឿងនេះហើយបងប្អូនយល់យ៉ាងម៉េចដែរប៉ុន្តែអីដែលខ្ញុំស្ដាប់គាត់ក៏រឿងដែលគាត់និយាយមកក៏ខ្ញុំជឿខ្លះហើយយើងក៏គិតទៅលើអីដែលគាត់និយាយដែរដោយសារខ្ញុំក៏ស្គាល់គាត់ដែរហើយគាត់ក៏ជាមនុស្សដែលស្រឡាញ់ទៅលើរបស់ទាំងអស់ហ្នឹងណាបងប្អូនចឹងទៅបើបងប្អូនស្ដាប់ទៅជឿឬមួយក៏មិនជឿបងប្អូនក៏ស្ដាប់កំសាន្តទៅដោយសាររឿងនេះក៏បងប្អូនប្រុសហ្នឹងក៏ចែករំលែកមកខ្ញុំហើយខ្ញុំក៏យកមកចែកជូនបងប្អូនទាំងអស់គ្នាបានស្ដាប់កំសាន្តទាំងអស់គ្នាចឹងទៅហើយខ្ញុំនិយាយក៏រឿងឈឺកដែរទើបតែថតជារឿងនៅក្នុង channel ធំរបស់ខ្ញុំប្រេនទៀនទើបតែចប់ចឹងថត1ម៉ោងមួយថ្ងៃពេញហើយពងកឥឡូវចាប់ដើមរៀងរ៉ាបងប្អូនហើយខ្ញុំនិយាយទៅមានលេបទឹកមាត់លេបអីជាស្រ័យបងប្អូនខ្ញុំអត់កាត់ចឹងទេខ្ញុំដាក់វីដេអូទាំងអស់តែម្ដងកុំឲ្យវាដាច់ណាហើយបើសិនជាខ្ញុំនិយាយទៅមានកន្លែងណាខុសទោសឬមួយក៏លើសលួសក៏សូមលើកមានឲ្យ10ក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាហើយបងប្អូនកុំភ្លេច comment នៅខាងក្រោមផងសាច់គ្រឿងនេះមិនដែរក៏ដូចជាជូនពរ admin ផងហើយថ្ងៃស្អែកជាថ្ងៃគូកំណត់របស់ admin ដែរចឹងណាចឹងនៅក្នុងភាគនេះដែរក៏ដូចជាអេពីសូតទី2របស់យើងខ្ញុំមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតប៉ុន្តែមុននឹងទៅបើសិនជាបងប្អូនណាចូលចិត្ត admin ដែរកុំភ្លេចឧបត្ថម្ភទៅលើ QR code របស់ admin ផង admin ដាក់នៅលើវីដេអូហ្នឹងបងប្អូនអាចឧបត្ថម្ភបានតាមដែលសទ្ធាបងប្អូនតាមដែលទឹកចិត្តរបស់បងប្អូនចឹងណាហើយចំពោះដែលបងប្អូនអត់បានឧបត្ថម្ភ admin ក៏មិនបានទៅខឹងបានអីទេឲ្យតែបងប្អូនបានស្ដាប់នៅវីដេអូនេះចប់ admin សប្បាយចិត្តណាស់ទៅហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយកុំភ្លេចជួយចុច Subscribe ផងហើយយើងនឹងជួបគ្នានៅក្នុងវីដេអូទី3ទៀតប្រហែលជាខ្ញុំមានសាច់រឿងដែលវាល្អជាងនឹងឬមួយក៏ជួយចិត្តជាងនឹងទៀតដើម្បីចែកជូនបងប្អូនហើយអេពីសូតក្រោយប្រកាសជាអាចនឹងនិយាយបានវែងជាងអេពីសូតនេះក៏អាចថាបានដែរដោយសារនេះadminអស់កម្លាំងមែនទែនថតរឿងតាមថ្ងៃហើយឥឡូវមកថតវីដេអូយប់ទៀតអញ្ចឹងមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតហើយចុងក្រោយនៃវីដេអូជូនពរបងប្អូនធ្វើដំណើរទៅណាប្រកបដោយសុវត្ថិភាពរកស៊ីទទួលមានបានបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត